វិធានការច្បាប់របស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតត្រូវបានគេមើលឃើញថាបន្តមរតកស្តង់ដារ2ដោយអនុគ្រោះឬក៏ការពារចំពោះក្រុមអ ுக ្រិតជនដែលជាខ្សែស្រឡាយនឹងបកពួកតែចោទប្រកាន់តាមទំនឹងចិត្តទៅលើសកម្មជនសង្គមនិងព្រំដែនក្រោមអធិបុលនយោបាយដើម្បីការពារផលប្រយោជន៍អ្នកមានអំណាចមួយក្រុមតូចធ្វើឲ្យជាតិបែកបាក់រហូតដល់ប្រទេសជិតខាងសម្រាប់មជ្ឈតាលេបទឹកដីខ្មែរបានដោយជោគជ័យនាសម័យទំនើបនេះជ្រុងមួយនៃបញ្ហានេះប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ែនណាតបានថ្លែងប្រាប់ VOD នៅថ្ងៃទី12ខែសីហានេះថាកត្តាចម្បងដែលជំរុញឲ្យការអនុវត្តច្បាប់នៅកម្ពុជាមានស្តង់ដារ2គឺមកពីក្បាលម៉ាស៊ីនដឹកនាំរដ្ឋបច្ចុប្បន្នបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាចគ្នារវាងនីតិបញ្ញត្តិនីតិប្រតិបត្តិនិងតុលាការប្រជាពីស្មារតីរដ្ឋធម្មនុញ្ញលោកគូបញ្ជាក់ថាប្រព័ន្ធនេះធ្វើឲ្យផលប្រយោជន៍ជាតិធ្លាក់នៅក្នុងដៃក្រុមគ្រួសារអ្នកមានអំណាចនិយាយផ្លូវច្បាប់គឺថាច្បាប់នោះមិនមានស្តង់ដារ2ស្តង់ដារទី1គឺការពារជនទុច្ចរិតទីហោដូចជាលោកគិតធៀងលោកថោងសារ៉ាត់អីនេះមកដល់បច្ចុប្បន្នមានលោកកុកអានមានលោកព្រីភៀបមានលោកហ៊ុនតូមានលោកលីយ៉ុងផាត់អីសិតពាក់ព័ន្ធនឹងបទអក្រិតកម្មជួញដូរគ្រឿងញៀនអក្រិតកម្មអនឡាញល្បីល្បាញអាក្រក់ជាអន្តរជាតិទៅទៀតហើយរដ្ឋាភិបាលនៅតែការពារអ្នកទាំងអស់គ្នានោះស្តង់ដារមួយទៀតច្បាប់ហ្នឹងគឺស្តង់ដារបរិបទគឺចាប់ធ្វើទុកបុកម្នេញប្រជាពលរដ្ឋហ្នឹងជាប់ឃុំយ៉ាងអយុត្តិធម៌ហើយផលិតឯកសារคล้ายៗផុសតាងคล้ายៗដើម្បីដាក់ទោសទណ្ឌពួកគាត់ឲ្យជាប់គុកតាមតែគេចង់កំណត់មួយឆ្នាំ2ឆ្នាំ3ឆ្នាំ4 5ឆ្នាំឡើងទៅអញ្ចឹងទៅយ៉ាងណាលោកម៉ែនណាតផ្ដល់ជាយោបល់ថាដើម្បីបញ្ជៀសនៅបញ្ហាសង្គមធ្ងន់ធ្ងរមេដឹកនាំត្រូវបញ្ញាប់កែតម្រង់ប្រព័ន្ធយុត្តិធម៌ដើម្បីឲ្យជនរងគ្រោះអាចស្វែងរកយុត្តិធម៌បានដោយលោកសំអាងថាសង្គមមួយគ្មានយុត្តិធម៌វានឹងជំរុញឲ្យជាតិបែកបាក់និងជាឱកាសបរទេសឈ្លានពានហើយទីបំផុតវានឹងគំរាមកំហែងដល់អំណាចមេដឹកនាំផងដែរក្តីបារម្ភនេះហាក់ស៊ីគ្នាទៅនឹងការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបាននិយាយចំកាលពីចុងខែកក្កដាឆ្នាំ2026នេះថាកម្ពុជាកំពុងប្រឈមមុខទៅនឹងវិបត្តិសិទ្ធិមនុស្សធ្ងន់ធ្ងរដោយឡែកអង្គការលីកាដូវិញបានកត់ត្រាថាមានមនុស្សជាង100នាក់នៅបន្តជាប់ឃុំដោយសារតែពួកគេប្រើប្រាស់សិទ្ធិបញ្ចេញមតិតួយ៉ាងដូចជាថ្មីនេះសកម្មជនគណៈបកភ្លើងទៀន3រូបមានលោកកឹមវឿនលោកសានអឿននិងអ្នកស្រីញឹកសារ៉ុមមន្ត្រីពន្ធនាគារបន្តឃុំខ្លួនហួសកាលកំណត់ទោសមួយថ្ងៃទើបដោះលែងសកម្មជនបកភ្លើងទៀនមួយរូបដែលទើបទទួលទោសចប់គម្រប់2ឆ្នាំតាមសាលក្រមផ្ដន្ទាទោសដោយសារតែការឈឺឆ្អាលរឿងទឹកដីគឺលោកកឹមវឿនបានប្រាប់ VOD នៅថ្ងៃទី11ខែសីហាឲ្យដឹងថាការជាប់ពន្ធនាគារមិនធ្វើឲ្យលោកបោះបង់មនសិការស្រឡាញ់ជាតិទឹកដីនោះទេការងារសង្គមវាប្រឈមច្រើនតែទោះបីប្រឈមយ៉ាងណាក៏យើងត្រូវតែប្រឹងប្រែងដែរជាប់គុកគ្មានអីគួរឲ្យខ្លាចទេខ្លាចផងគឺបាត់បង់សេរីភាពនិងបាត់បង់ទឹកដីអូននេះជាបញ្ហាធំបំផុតរបស់ពូចង់ដាំឆៅដល់ពលរដ្ឋខ្មែរទាំងអស់គ្នាត្រូវជួយគ្នាឡើងដើម្បីប្រទេសជាតិយើងកុំងំយកសុកពេកហ៊ានបញ្ចេញមតិហ៊ានចូលរួមក្នុងការងារសង្គមឲ្យបានផលឡើងលោកកឹមវឿនស្ថិតនៅក្នុងចំណោមមនុស្ស33នាក់ដែលត្រូវតុលាការចោទប្រកាន់ពីបទញុះញង់ជុំវិញការរិះគន់លើគម្រោងដាក់ខេត្តជាប់ព្រំដែនកម្ពុជាវៀតណាមឡាវដើម្បីអភិវឌ្ឍរួមគ្នាដែលហៅកាត់ថា CLV DTA លោកទើបត្រូវបានដោះលែងកាលពីថ្ងៃទី8ខែសីហាក្រោយអនុវត្តទោសចប់គ្រប់ចំនួន2ឆ្នាំនៅពន្ធនាគារខេត្តកណ្ដាលឆ្លើយតបទាំងករណីនេះអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកជីទីរិទ្ធបាននិយាយថាការអនុវត្តច្បាប់នៅកម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់បកកណ្ដាលអំណាចគឺប្រកាន់គោលការណ៍នីតិរដ្ឋសម្រាប់គណៈបកប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាលគឺយើងប្រកាន់គោលការណ៍ច្បាស់ណាស់តាមសង្គមនីតិរដ្ឋគឺមិនអនុញ្ញាតឲ្យបុគ្គលដែលប្រព្រឹត្តខុសច្បាប់ឬក៏អ្នកមានមិនថានរណាក៏ដោយមន្ត្រីក៏ដោយឲ្យទទួលខុសច្បាប់ត្រូវតែទទួលចំពោះមុខច្បាប់ស្មើគ្នាបាទយ៉ាងណាអ្នកនាំពាក្យគណៈបកប្រជាធិបតេយ្យជឿនលឿនលោកប៉ៅមករាបានបង្ហាញការយល់ឃើញផ្ទុយពីនេះដោយលោកកត់សម្គាល់ថាការចោទប្រកាន់ទៅលើសកម្មជនសង្គមរហូតដល់ជាប់ពន្ធនាគាររដ្ឋាភិបាលរួមទាំងមន្ត្រីអនុវត្តច្បាប់
ហាក់មិនស៊ីគ្នាទៅនឹងគោលការណ៍សិទ្ធិមនុស្សនិងគោលការណ៍នីតិរដ្ឋនោះទេលោកបារម្ភថាបរដ្ឋាភិបាលមិនទទួលស្គាល់ការពិតដើម្បីធ្វើកំណែតម្រង់ទីជំងឺសង្គមមួយនេះវានឹងពង្រីកភាពអយុត្តិធម៌ដល់មនុស្សច្រើនទៀតនៅក្នុងសង្គមដោយគ្រាន់តែខុសគ្នានៅត្រង់ថាអ្នកណារងគ្រោះមុននិងអ្នកណារងគ្រោះក្រោយប៉ុណ្ណោះវាជាបញ្ហាមួយដែលរដ្ឋាភិបាលហាក់បីដូចជាអត់បានទៀងទាត់ពីសកម្មភាពរបស់ខ្លួនទៅនឹងច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញក្តីច្បាប់ដែលមានចែងអំពីសិទ្ធិមនុស្សដែលរដ្ឋាភិបាលធ្លាប់បានយល់ព្រមក្នុងការអនុវត្តគោរពនៅសិទ្ធិមនុស្សនៅកម្ពុជាអញ្ចឹងខ្ញុំមើលឃើញថាវាមានបញ្ហាពាក់ព័ន្ធនឹងការមិនបានទៀងទាត់ទៅលើអ្វីដែលជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញពីសិទ្ធិការទទួលបាននូវយុត្តិធម៌ការទទួលបាននូវការជំនុំជម្រះក្តីនិងប្រកបទៅដោយតម្លាភាពនិងសមភាពណារបាយការណ៍ស្តីពីសិទ្ធិមនុស្សសកលឆ្នាំ2026របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានគូបញ្ជាក់ថាប្រព័ន្ធយុត្តិធម៌នៅកម្ពុជាត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយរបស់គណៈបកកាន់អំណាចក្នុងការបង្ក្រាបនិងបំបិទសម្លេងរិះគន់ក៏ដូចជាសម្លេងប្រឆាំងទន្ទឹមនឹងនេះរបាយការណ៍សេរីភាពលើពិភពលោកឆ្នាំ2026របស់អង្គការ Freedom House ក៏បានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសគ្មានសេរីភាពដោយសារតែការបិទគប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យស្ទើរតែទាំងស្រុងនិងការប្រើប្រាស់ច្បាប់ស្តីពីទូរគមនាគមន៍ច្បាប់សន្តិសុខឬក៏ច្បាប់ព្រហ្មទណ្ឌដើម្បីគំរាមកំហែងនិងចាប់ខ្លួនពលរដ្ឋណាដែលបញ្ចេញមតិរិះគន់រដ្ឋាភិបាលលើបណ្ដាញសង្គមលើសពីនេះអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Tom Andrew កាលពីថ្ងៃទី31ខែកក្កដាឆ្នាំ2026នេះបានសម្ដែងក្តីបារម្ភយ៉ាងខ្លាំងថាកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសិទ្ធិមនុស្សធ្ងន់ធ្ងរនិងបញ្ហាស្មុគស្មាញជាច្រើនទៀតក្រោយពេលលោកបានបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជាក្តីបារម្ភនេះលោកបាននិយាយដល់ការឃុំខ្លួនមនុស្សជាង100នាក់ដោយសារតែការអនុវត្តសិទ្ធិមូលដ្ឋានលោកបានសង្កត់ធ្ងន់លើតម្រូវការនៅក្នុងការបើកលំហសិទ្ធិសេរីភាពស៊ីវិលការពារសេរីភាពសារព័ត៌មាននិងគោរពសិទ្ធិរបស់គណៈបកប្រឆាំងមុនការបោះឆ្នោតឆ្នាំ2027ខាងមុខត្រង់ចំណុចនេះលោកបានសង្កត់ធ្ងន់ថាគ្មាននរណាម្នាក់គួរត្រូវបានជាប់ពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិជាមូលដ្ឋានដោយសន្តិវិធីនោះឡើយខ្ញុំញឹមសុខន VOD